ban nhau mấy khăn rồi mưa trái đổi slấy sáng nhưng ọt clean này bà ai nhá nằm toàn đăng khuôn tiết á bạn mà bây ngày hay á con nơi tầm toàn đăng khuôn tiết xong bật chỉ bảo đó là nè có bao giờ đang khuôn với chạm khăn thịnh khan anh cùng bảo bộ ai nhá ọt ở ngồi đây tôi sầm ra chăm mã mưa pa oi bà chê mà am đá mìm nòng lo mới pa sầm ho một bán ơi nè nè ao lưới từ lúc anh mau ba này công bật tục ôn ấy ngọc bị ôn nó ở cầm lăng pe bạn chân á anh chặt tờ kê nhá tụi cái bọn nó mơ con bên chắc chắn chun support tất cả bạn đấy chứ nhưng mấy anh tục chất bong rồi anh chặt từ chúng mũi bọn nào đó đó mà anh nhom sum to mấy bạn con xâm tô mạnh trắng ở đây màខ្ញុំគ្រាន់តែបារម្ភប៉ុណ្ណោះ អ្នកស្រីចន្ទីមានមកមើលប៉ាអត់ផឹកមិញ Chị Miên, ai cái sao hiệp trong mình nữa? Rồi bông, cho nàng cái chùm nồi cao bông canh cho ná. មានតែគេកាពីសមម្នាក់នេះធ្វើការ5ឆ្នាំហើយដឹងគ្រប់យ៉ាងទាំងអស់ហ្នឹង ស្វាកុំភ្លេចតួនាទីខ្លួនឯងទៅត្រូវធ្វើអីលឺហ៎ Bà bạ bông tay ai, tay còn thích ná, trơn nơi các bạn được nón cặp bè. ហ្នឹងហើយ Canh chị ná, ចាបង sang như này đi ha, cô lại nhảy. ចាបង Chị Miên, ta khéo bông thèm, tập. Chà. អាឡូអាឡូងាប់ច្រឡំធីយើងចំកាមេរ៉ាឲ្យនៅហ្នឹង បាទរួចរាល់ហើយតែអ្នកបច្ចេកទេសភ្លើងអត់ទាន់ឃើញទេ ចំណែកណាគេណែនាំអ្នកខ្ញុំមិនទាប់ស្គាល់មកធ្វើការអញ្ចឹងច្បាស់ជាថតយឺតនឹងបាក់មុខជំនួយការថ្មីនេះមិនខានទេនេះ សួស្ដីបងខាញ់ចំណានណា ហេតុអីមកទីនេះធ្វើអីហ្នឹង គេគឺជាមនុស្សដែលខ្ញុំណែនាំហើយគេក៏ជាសិស្សរបស់ជីវ័នដែរមិនមានបញ្ហាអីអត់ចឹងអូនតោះទៅរៀបចំអីវ៉ាន់ anh cô thơ ấy giả bọt bài đi đã bò rồi tận ái có chỉ mà ấy nhưng đang phải chỉ con thấy thôi chẳng ấy tay miên hưởng lắp nốt vô lì chẳng ai bạp bò mà chẳng không biết ai em lấy cháo bạn tại anh có trầm plei được kia đây support tôi chỉ mê riêng ấy cái đó có nơi tay chỉ nạp đo cầm nào là anh đây có sờ lạnh anh đừng dối chất tục lại cho bố anh một phút nhưng mà chỉ con sao lô ấy chắp chanh nhé Mà dạ đi ha, bị Miên chuiក្រុមហ៊ុនច្រើនណាបើសិនជាអត់មានឯងជួយណែនាំណាក៏អត់មានគេតាក់ទងថតដែរ បងកុំនិយាយអញ្ចឹងបងប្រឹងប្រែងសឹងរោពេលមើលបងមង្គលគ្មានអីគេនឹងបង អូអត់មានអីទេពីមានឯងទៅពេទ្យមុនបងណាបងមានការតិច hai tay ban chỉ lộn nơi tin đi vĩnh bó mới mình đợi ai năm này ai mọt chậm ngứa móc mà nhầm bỏ nhôm phép ấy thay nhôm thời ca vô cho tục đã bị lộn ấy chậm mê cầm láng sân chậm to ba tiền to từ nhầm bỏ sân Alo, con tụi mơ bầm con này. bón tầm mưa con rồi dây
ឥឡូវបងនៅជាមួយសំផស្សកំពុងបង្ខំនេះញ៉ាំបាយប៉ណ្ណឹងសិនណា ចាបង បាយបាយ ញ៉ាំបបរឲ្យបានច្រើនក្មេងក្បាលរឹង ហើយជាធ្វើឲ្យវាមានទើសតឡើងមកទៅ លោកចង់និយាយពីស្អី សុំទោសផងដែលសំផររំខានបងនៅរត់ប្រហែលថ្ងៃហ្នឹង កុំនិយាយអញ្ចឹងពួកយើងសិតតែបារម្ភពីសម្ផស្ស វាមានពិតជាមិនខឹងមែនណា អត់អីទេគ្មានរឿងអីដែលត្រូវខឹងពួកយើងធំអស់ហើយធ្វើអ្វីទៅតាមការយល់ឃើញរបស់ខ្លួនណាអញ្ចឹងប៉ាលោកយ៉ាងម៉េចហី មកដល់ពេលនេះហើយគាត់នៅតាមតន់ដឹងខ្លួនទៀតហ៎ ពួកឯងនៅមិនទាន់សម្រាកទៀតហ៎ ខ្ញុំចង់នៅចាំគាត់រហូតតគាត់ដឹងខ្លួនវិញម៉ាក់ ទេវតាច្បាស់ជាតាមថែរក្សាគាត់ បើគាត់កាត់អីនោះខ្ញុំច្បាស់ជាមិនអភ័យទោសខ្លួនឯងទេខ្ញុំគឺជាកូនមិនល្អ កុំបន្ទោសខ្លួនឯងចឹងកូន ម៉ាក់មិនយល់ទេ ធ្វើបាបកូនយើងប៉ានឹងខ្លួនវិញហីប៉ានឹងខ្លួនវិញហីប៉ានឹងខ្លួនវិញហីលោកពេទ្យ អាឡូពីមានបងពឹងឯងរឿងមួយណា មិនអីទេគាត់ផុតពីគ្រោះថ្នាក់ហើយប៉ុន្តែទៀតគាត់នៅនឹងខ្លួនធម្មតាឡើងវិញ អរគុណលោកគ្រូពេទ្យ គ្រូសុំចេញអរគុណលោកគ្រូម៉ាក់តាម៉ាក់នៅខាងប៉ាទៀតហ៎ ម៉ាក់មិនអាចបំភ្លេចអតីតកាលដែលប៉ាឯងធ្វើឲ្យម៉ាក់ឈឺចាប់បានទេប៉ុន្តែម៉ាក់ក៏មិនសប្បាយចិត្តដែរនៅពេលដែលឃើញប៉ាឯងមានរឿងអញ្ចឹង ប៉ាត់មែនទេអញ្ចឹងខ្ញុំទៅដល់លើអីប៉ាផុតពីគ្រោះថ្នាក់អី ពិតមែនទេចឹងតោះយើងប្រញាប់ទៅ ម៉ាក់នឹងប្រញាប់ទៅឯងមើលថែប៉ាផងណាចាកូនដឹងហើយម៉ាក់កូនក៏អញ្ចឹងដែរប្រយ័ត្នប្រយែងខ្លួនអត់អីអត់អីទេមិនអីម៉ាក់ស្រឡាញ់ពួកឯងពួកនឹងចឹងណា ខ្ញុំដឹងថាអ្នកស្រីមិនពេញចិត្តឲ្យខ្ញុំហៅថាបងទេតែខ្ញុំពិតជាចង់ប្រើពាក្យនេះជាមួយបងវាជាកម្មពីដែលខ្ញុំចូលខ្លួនមកគ្រួសារបងខ្ញុំសុំទោសហើយខ្ញុំសូមបកគលជូនបងវិញខ្ញុំសង្ឃឹមថាពួកបងអាចបំភ្លេចអតីតកាលនិងស្រឡាញ់គ្នាម្ដងទៀតសូមថែរក្សាគ្រួសារនេះផងម៉ាក់ស្រឡាញ់កូនជីវ័នសំផស្ស អូអត់អីទេខ្ញុំដឹងថាកញ្ញារវល់អញ្ចឹងប៉ុណ្្នឹងសិនណា លោកជីវ័នបើចន្ទទីបានឲ្យខ្ញុំយកសុំនេះមកឲ្យគាត់នៅក្នុងបន្ទប់ហ៎ អូអត់ឃើញផងម៉ាក់ខ្ញុំទៅជិះទៅមុននេះតាមានតែសម្ផស្សនិងបងនរ៉តទេ មិនតំណងទេ
គាត់ប្រាប់ខ្ញុំថាគាត់មកពេទ្យមុនហើយថែមទាំងឲ្យខ្ញុំធ្វើស៊ុបនេះឲ្យប៉ាលោកញ៉ាំទៀតផង ប៉ុន្តែខ្ញុំពិតជាបានឃើញគាត់មែនណា តិចលោមានរឿងអីទៅដឹងលោកឆាប់ទៅរកគាត់មើល លោកទៅផ្ទះហ៎ខ្ញុំនៅម្នាក់ឯងបានហើយទៀតម៉ាក់គាត់មកដល់ហើយ មិនអីថ្ងៃនេះបងតនេដែរឯងកុំនិយាយជាមួយបងថាលោកបានទេធ្វើមើលមនុស្សម្នាក់មិនដែលស្គាល់គ្នាបងពិបាកចិត្តរហូតនៅពេលដឹងតែឯងខឹងបងហើយនៅថ្ងៃដែលគេចាប់ពួកយើងទៅបងបារម្ភបងភ័យខ្លាចពួកយើងគ្មានឱកាសត្រឡប់មកវិញតែអញ្ចឹងបងក៏សប្បាយចិត្តយ៉ាងដែរព្រោះបងដឹងថាឯងនៅបារម្ភពីបងនៅចាំជានិច្ចថាឯងបានស្រែកហៅមកឯងឲ្យជួយឯងជួយប៉ាឯងនឹងជួយបងបើសិនជាអាចបងចង់ឲ្យឯងហើយនឹងបងល្អនឹងគ្នាដោយកាលមុនវិញតើអាចទេ ខ្ញុំយល់ពីរឿងនេះទៀតរបស់លោកឯង អំផោះម៉ាក់ឯងមកវិញទៅ គាត់មកដល់ហើយប៉ា មីងនៅតែអត់ ឆាប់ទៅរកគាត់មើល វាជាកម្មពីដែលខ្ញុំចូលខ្លួនមកគ្រួសារបងខ្ញុំសុំទោសហើយខ្ញុំសូមបកគលជូនបងវិញ អត់អាចទេ កូន ម៉ាក់មកអើយ ខ្ញុំមិនចង់ជួបមុខនាងទេ ប៉ាឯងធូរច្រើននៅ ចាគាត់ភ្ញាក់មុននឹងបន្តិចតែសួររកតាម៉ាក់ចន្ទទីរហូតហ្នឹង អ្នកស្រីជួយអង្គុយសិនណា មិនអីទេខ្ញុំត្រឡប់ទៅវិញឥឡូវហើយខ្ញុំគ្រាន់តែមកសួរសុខទុក្ខគាត់តែមួយផ្លែតទេ មីងចន្ទីចេញពីផ្ទះបាត់ហើយ ជីវ័នឯងថាម៉េចកូន គឺមីងចន្ទីចេញពីផ្ទះបាត់ហើយប៉ា ចន្ទី រឿងហ្នឹងមិនមែនជារឿងលេងសើចទេខ្ញុំទៅទូរស័ព្ទរកគាត់សិន មិនទេនេះ ជីវ៉ុនកុំ នេះទូរស័ព្ទគាត់ហើយនេះជាសម្បត្តិដែលគាត់បានសរសេរតបដៃប៉ាកុំប៉ាប៉ាកុំទៅណាប៉ា ប៉ាទៅរកម៉ាក់ចន្ទីឯង របួសប៉ាមិនទាន់ជាសះស្បើយទេ គ្រប់យ៉ាងគឺមកពីនាងនិយាយស្អីជាមួយចន្ទីហារតនា ខ្ញុំមិនបាននិយាយស្អីនោះទេលោកកុំចោទប្រកាន់ខ្ញុំលោកគួរតែអរគុណខ្ញុំទៅ
ខ្ញុំមកគ្រាន់តែលួចផ្ទះលោកពីធនាគារឲ្យនាងតែប៉ុណ្ណោះ នេះជាលក្ខខណ្ឌម៉ាក់ដាក់ឲ្យគាត់មែនទេ អត់ទេ ចន្ទីត្រឡប់មកវិញមកអភ័យទោសឲ្យបងផងបងសុំទោសទោសសម្បត្តិគ្រប់យ៉ាងមកពីខ្ញុំទាំងអស់ខ្ញុំសុំតែស្លាប់ ហើយរៀនទទួលយកការពិតខ្លះដែរ ខ្ញុំត្រូវការម៉ាក់ គាត់ទៅបាត់ហើយហើយយើងមកអស់ចិត្តហើយ វាមាននាងស្ដីខ្ញុំវាយខ្ញុំក៏បានដែរខ្ញុំជំនួសអាក្រក់ ហេតុអីខ្ញុំត្រូវធ្វើបែបនេះ គឺខ្ញុំលាក់បាំងការពិតលាក់បាំងរឿងបង្រៀនសាលាលាក់បាំងរឿងគ្រប់យ៉ាងខ្ញុំគ្មានការទទួលខុសត្រូវសោះ ខ្ញុំថាលោកច្បាស់ជាមានរឿងអីផ្សេងហើយខ្ញុំឃើញលោកប្លែកចេះតែសុំទោសហើយនឹងបន្ទោសខ្លួនឯងតើលោកមានរឿងអីប្រកាសទៅលោកជីវ័ននិយាយប្រាប់មកកុំធ្វើបាបខ្លួនឯងហើយ គឺ អរគុណសម្រាប់ថ្ងៃនេះបងទៅវិញ ឯងហៅថាម៉េចមិញ បងទៅផ្ទះវិញ បងសប្បាយចិត្តណាដែលឯងហៅបងថាបងវិញឯងច្បាស់ថាឯងអាចនៅម្នាក់ឯងបាន ដូចបងនិយាយអញ្ចឹងខ្ញុំត្រូវហ៊ានទទួលស្គាល់ការពិតខ្ញុំអត់អីទេ មានការឲ្យខំមកបងទៅ ខ្ញុំគឺជាដើមហេតុដែលធ្វើឲ្យអ្នកគ្រប់គ្នាជឿចាប់ដែលអចេតនាឲ្យគ្រប់គ្នាគេប្រអភ័យទោសខ្ញុំទេបើខ្ញុំព្រមសារភាពកំហុស គ្រប់គ្នាសុទ្ធតែមានកំហុសព្រោះយើងជាមនុស្សមិនមែនទេវតាទេតែបើយើងដឹងថាការលាក់បាំងកំហុសធ្វើឲ្យខ្លួនយើងនិងអ្នកដទៃឈឺចាប់សារភាព តែកំហុសខ្ញុំធ្ងន់ធ្ងរណាស់មានគឺខ្ញុំជាអ្នកបំផ្លាញសុភមង្គលគ្រួសារខ្លួនឯង ខ្ញុំមិនដឹងថាលោកបានធ្វើរឿងអ្វីអាក្រក់ចំពោះគ្រួសាររបស់លោកទេលោកជីវ័នមើលមុខខ្ញុំបើសិនជាលោកលាក់រឿងនេះនៅក្នុងចិត្តគឺលោកដូចជារក្សាដុំភ្លើងម្ដុំនៅក្នុងចិត្តលោកដែរមែនទេតែបើលោកយកវាចេញវានឹងធ្វើឲ្យលោកធូរចិត្ត យើងគិតថាខ្ញុំត្រូវតែហ៊ានសារភាពកំហុសខ្លួនឯងមែនទេ វាជាសិទ្ធិលោកតែខ្ញុំមិនចង់ឃើញលោកជួយចាប់ដូចពេលនេះទេ ខ្ញុំអរគុណហើយដែលនាងព្រមនៅស្ដាប់រឿងរបស់ខ្ញុំ តើលោកមានរឿងអី អរគុណណាស់ពួកយើងទាំងអស់គ្នាថ្ងៃនេះហ្វេចបាត់តែពួកយើងមានសមាជិកថ្មីក៏ប៉ុន្តែនៅតែធ្វើបានល្អហើយអតិថិជនក៏គាត់សរសើរថាពួកយើងទាំងអស់គ្នាធ្វើការសិទ្ធិមានជំនាញជំនួយការនិងរៀបចំសម្លៀកបំពាក់គួរឲ្យស្រឡាញ់ទៀតអញ្ចឹងពួកយើងទាំងអស់គ្នារៀបចំសម្ភារៈឲ្យទៅផ្ទះចុះណា បងសោះថ្ងៃហ្នឹងបងឯងជាបរិបរហើយ អរគុណណាស់ដែលជួយជុំចែកនេះហើយឯងចង់ញ៉ាំអីអត់ ច
ចន្ទីខ្ញុំមកគួរតែសង្ស័យថានាងមានបំណងអ្វីពេលដែលចុះកុងត្រាហេតុអីបានជានាងចាក់ចេញនាងចង់ឲ្យពួកគេស្អប់ខ្ញុំហ៎នាងថាវាជាកម្មពៀរបស់នាងតែខ្ញុំថាវាជាកម្មពៀរបស់ខ្ញុំទៅវិញហីពេលនេះមិនដឹងបងចន្ទីទៅនៅណាទេរឿងមួយមិនតំចប់ផងឥឡូវរឿងថ្មីមកមួយទៀតសម្ផស្សច្បាស់ជាបាក់តកិច្ចផ្លូវចិត្តខ្លាំងខានសូមអភ័យទោសលេខដែលលោកអ្នកហៅមិនមានការឆ្លើយតបទេមិនក៏នាងមិនលើកទូរស័ព្ទតិចនេះមានរឿងអីទៅខ្ញុំគួរតែមើលនាងវិញពួកគេសិតតែគូអាណិតជីវ័នស្ងួតស្ងាត់ហើយចេះតែនិយាយបន្ទោសឲ្យខ្លួនឯងទៅតែលើកនេះឯងដែលខ្ញុំឃើញគាត់យំមកឲ្យតែអញ្ចឹងណាពួកឯងទាំងពីរច្បាស់ជាមាននឹងធំខានទេមិនមើលមុខបងទេគឺពួកឯងទាំងពីរនឹងគួរឲ្យសង្ស័យណានរតឯងនៅក្បែរសម្ផស្សគ្រប់ពេលហើយវាមានណាមិនស្អប់ជីវ័នបែរទៅជាអាណិតទៅវិញពួកឯងយ៉ាងម៉េចហ្នឹងគេពួកឯងគួរត្រឹងនឹងគ្នានៅមុខគ្នាបែរជានិយាយបារម្ភនឹងអាណិតផ្សេងទៅវិញតែពួកគេគឺជាមិត្តរបស់ពួកយើងត្រូវហើយបាយទុកសំដីបងនឹងចិត្តទេបងទៅសម្រាយជីវ័នណាមិនក៏ជីវ័នណាបដូរចិត្តធ្វើនឹងវិញវាមាននិយាយទៅខ្ញុំត្រូវតែហ៊ានទទួលស្គាល់នៅទង្វើដែលខ្លួនឯងបានធ្វើហើយខ្ញុំមិនខ្វល់ថាអ្នកដទៃព្រមអភ័យទោសឲ្យខ្ញុំឬក៏អត់ទេក៏ប៉ុន្តែខ្ញុំចង់អភ័យទោសឲ្យខ្លួនឯងជាមុនសិនសម្ដីនាងណាពិតជាមានឥទ្ធិពលណាជីវ័នខ្ញុំសូមមើលមួយពីជីវ័នបានទេចន្ទីអភ័យទោសឲ្យបងផងអូនចន្ទីមានណានិយាយចឹងនរតជូនសិលាទៅអត់ទេគាត់រវល់បើជឿតែគេជូនពួកឯងទៅគឺខ្ញុំហ៎សំហាគាត់ធ្លាប់តាមស្រឡាញ់ខ្ញុំហើយឥឡូវគាត់ប្រាប់ខ្ញុំថានៅតែស្រឡាញ់ខ្ញុំហើយឲ្យចោលប្រាប់គេថាម៉េចគេអាចកុហកបោកប្រាស់ឲ្យបានណាមនុស្សប្រុសឥឡូវមិនគួរឲ្យទុកចិត្តទេហេតុអីក៏បងគិតថាមិត្តភក្តិខ្ញុំអាក្រក់បងក៏ជាមនុស្សប្រុសដែរឈប់សិនឆ្លើយនឹងខ្ញុំសិននាងចង់បង្ករឿងដូចកាលពី13ឆ្នាំមុនទៀតកុំគ្រាន់បើពេកលោកកំពុងរស់នៅក្នុងផ្ទះកូនខ្ញុំនឹងចេញផ្ទះនេះប៉ាឈប់ណាប៉ាម៉ាក់ប៉ាមិនមែនជាអ្នកយកពេជ្រម៉ាក់ទេខ្ញុំសុំទោសខ្ញុំក្រហេតុអីបានជាឯងជាប់ពាក្យជាមួយនរតម៉េចឆ្លើយមិនចេញទេមកពីឯងនឹងខ្លាចម្ដាយឯងនាំទៅស្រុកការជាមួយគេមែនទេខ្ញុំមិនដឹងទេបាយជុកសួរខ្ញុំម៉ាក់ខំរកស៊ីសន្សំលុយទាំងជប់ទាំងថ្ងៃសង្ឃឹមថាគ្រួសារយើងមានសុភមង្គលតែប៉ាឯងគេបែរជាមានស្រីនៅខាងក្រៅបងគួរតែសប្បាយចិត្តការពិតត្រូវបានបកស្រាយតែបងខូចចិត្តណាស់បងគួរធ្វើយ៉ាងណាចំពោះជីវ័នចន្ទីបងនឹកអូនណាស់ប្រហែលជាគ្រួសារខ្ញុំមិនព្រមឲ្យទោសខ្ញុំបានអភ័យទោសឲ្យខ្លួនឯងហើយខ្ញុំមិនដឹងថាត្រូវស្ដីបន្ទោសលោកឬមួយក៏អរគុណទេព្រោះលោកបានធ្វើឲ្យប្អូនរបស់ខ្ញុំស្វែងរកគោលដៅជីវិតរបស់ខ្លួនឃើញជីវ័នខ្ញុំមកខកតែប៉ាបងហើយខ្ញុំសប្បាយចិត្តណាស់
លោកអ្នកអាចទស្សនាពីភាគថ្មីនៃរឿងសម្រស់ជីវិតគឺនៅថ្ងៃប្រហោះនឹងសុក្រសប្តាហ៍ក្រោយវេលាម៉ោង 7:30 នាទី បន្ទាប់ពីព័ត៌មានពេលយប់គឺនៅលើកញ្ចក់ទូរទស្សន៍ CTN